សួស្តីអ្នកទាំងអស់គ្នាជាទីនឹករលឹកនិងជាទីគោរពស្រឡាញ់របស់បាទសូមស្វាគមន៍មកកាន់វីដេអូទម្រើឆ្នោតយួនថ្មីយួនចាស់បានសម្រាប់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025បងប្អូនបាទសម្រាប់ថ្ងៃនេះផងដែរយើងក៏មានទម្រើលេខសម្រាប់ធ្វើការចែកជូនទៅកាន់បងប្អូនគឺលេខល្អមែនទែនបាទសម្រាប់បងប្អូនយកទៅធ្វើការផ្សងសំណាងប៉ុន្តែមុននឹងយើងចូលទៅកាន់ទម្រើលេខបងប្អូនជួយចុច like ចុច share ទាំងអស់គ្នាដើម្បីបងប្អូនថ្មីបានទទួលនៅវីដេអូនេះគ្រប់គ្នាផងដែរបាទពុកម៉ែមីងមិនសមបាញ់បាទសង្ឃឹមថាបងប្អូនកាក់កបហើយសម្រាប់ពលសិស្សរបស់យើងដែលបានឆាតមកយកលេខគឺបានទទួលនៅលាភសំណាងគ្រប់គ្នាតែម្ដងហើយសម្រាប់ថ្ងៃនេះក៏យើងនៅតែបន្តមាននៅលេខល្អសម្រាប់ចែកជូនទៅកាន់បងប្អូនបន្តទៀតបាទអញ្ចឹងយើងចូលទៅកាន់តម្រុយដែលខ្ញុំបានរៀបចំចែកជូនទៅកាន់បងប្អូនតែម្ដងបាទអញ្ចឹងសម្រាប់ម៉ោង 10:35 នាទីសម្រាប់ឆ្នោតយួនថ្មីព្រឹកនេះលោកយាយលតាបងប្អូនសូមលេងខ្ទង់8និងលេងខ្ទង់9បាទសម្រាប់ខ្ទង់8នេះសូមលោកយាយលតាលេង8គត់8 3លេង A B C D ហើយចំណែកខ្ទង់9នេះសូមយក9គត់9 1បាទអញ្ចឹងលោកយាយលតាបងប្អូនសម្រាប់លោកយាយលតាបងប្អូនដែលលេងបុកប៉ុសចង់លេងបុកប៉ុសលេខតូច2គ្រាប់លេងតែ2ប៉ុស A B C D អីហ្នឹងគឺមាន2ប៉ុសសម្រាប់បងប្អូនយកទៅធ្វើការលេងគឺខ្ញុំបាទមានលេខតូច2គ្រាប់លេង2ប៉ុសហ្នឹងហើយសេវាត្រឹមតែ80000រៀលទេបងប្អូនបាទហើយឆ្នោតចិញ្ចឹមទៅយកសេវាអត់មានឲ្យបងប្អូនលេងបងលុយបងកាក់មុនទេអញ្ចឹងបងប្អូនដែលមានបំណងចង់បានលេខល្អម៉ោង1កន្លះឬក៏ម៉ោង4កន្លះឆ្នោតយួនចាស់ហ្នឹងគឺ2ម៉ោងហ្នឹងគឺជាមានលេខពិសេសតែម្ដងបាទគឺលេខតូច2គ្រាប់ឲ្យបងប្អូនលេង4លេខ2ប៉ុសហើយសេវាត្រឹមតែ80000រៀលតែប៉ុណ្ណោះអញ្ចឹងបងប្អូនដែលចង់បានសូមធ្វើការឆាតចូលពេកទាំងអស់គ្នាគឺបងប្អូននឹងទទួលបានលេខពីខ្ញុំបាទយកទៅធ្វើការផ្សងសំណាងបាទសម្រាប់ម៉ោង6កន្លះវិញបាទសូមបងប្អូនពុកម៉ែវិញអូខ្ទង់20និងខ្ទង់30បាទសម្រាប់ខ្ទង់20សូមបងប្អូនលេង20គត់23 A B C D ហើយចំណែកខ្ទង់30គឺយើងយក36 37បាទអញ្ចឹងបងប្អូនបាទសម្រាប់ថ្ងៃនេះក៏យើងមានតែប៉ុណ្ណឹងក៏សូមអរគុណនិងជូនពរពុកម៉ែមីងទាំងអស់គ្នាត្រូវឆ្នោតទាំងអស់គ្នាហើយសូមសំណាងល្អគ្រប់គ្នាបាទសូមគោរពលា